សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមកស្រាយសំណួរបងប្រុសម្នាក់ដែលគាត់សួរថាបងបើសិនជាខ្ញុំចំណាយពេលវេលាទៅលើផ្នែកសក់ហ្នឹងតែខ្ញុំចំណាយពេលប្រហែលខែប្រហែលថ្ងៃប្រហែលឆ្នាំទើបខ្ញុំបានចេញទៅលក្ខណៈជាងកាត់សក់អាជីពនិងរកស៊ីបានដូចគេដូចឯងដូចជាងកាត់សក់ដទៃហ្នឹងហើយបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកស្រាយសំណួរបងសម្រាប់បងដែលគាត់បញ្ចប់នៃមេរៀនកាន់ក្រាស់បោកកត្រៃបោកម៉ាស៊ីនត្រង់ដឺប្រើប្រាស់ថ្មិញម៉ាស៊ីនត្រង់ដឺចែកសក់នៃក្បាលនិយាយរួមទៅយើងចេះកាត់ហើយអស់ហើយបានន័យថាយើងចេះហើយអញ្ចឹងត្រូវការអីទៀតដើម្បីយើងចេញទៅបើកខ្លួនឯងមានភាពខ្លាំងនៅក្នុងហ្នឹងបទពិសោធន៍គឺនៅបទពិសោធន៍បងប្អូនទាំងអស់គ្នាបានន័យថានៅពេលដែលយើងចេះហើយអញ្ចឹងទាមទារបទពិសោធន៍ហើយបទពិសោធន៍ហ្នឹងចំណាយពេលប្រហែលថ្ងៃប្រហែលខែប្រហែលឆ្នាំទៅសំណួរបងប្អូនគាត់ចេះតែឆ្ងល់ហើយបទពិសោធន៍របស់ខ្ញុំឬក៏ជាងកាត់សក់ដតីគឺដូចគ្នាឯងមិនថាខ្ញុំមិនថាជាងកាត់សក់ដតីទេនៅពេលដែលយើងបញ្ចប់ចេះភ្លាមយើងមិនអាចទៅបើកភ្លាមទេណាបងប្អូនទាំងអស់គ្នាទី1គឺយើងត្រូវកាត់ស៊ីភាគរយនៅជាមួយមេជាងយើងក៏ដោយនៅហាងដតីក៏ដោយនិយាយរួមទៅឲ្យតែបងប្អូនទាំងអស់គ្នាហ្នឹងចង់ទៅធ្វើការកន្លែងហ្នឹងកន្លែងទីតាំងដែលបងប្អូនចង់ទៅធ្វើការយើងទៅកាត់ស៊ីភាគរយគេយើងចំណាយពេលចាប់ពី3ខែទៅ6ខែ1ឆ្នាំឬក៏2ឆ្នាំអ្វីដែលខ្លាំងបំផុតណាបងប្អូនទាំងអស់គ្នាអានេះបទពិសោធន៍ខ្ញុំជួបផ្ទាល់ហ្មងចំណាយពេល2ឆ្នាំទៅជឿខ្ញុំហើយព្រោះខ្ញុំបទពិសោធន៍នៅខាងហ្នឹងគឺចូលចិត្ត10ឆ្នាំដែរហើយអាផ្នែកសក់ហ្នឹងនៅពេលដែលបងប្អូនបានបទពិសោធន៍គឺបងប្អូនចេញទៅបើកខ្លួនឯងហ្នឹងងាយដួលទេហើយក៏យើងគ្រប់គ្រងបានន័យថាយើងគ្រប់គ្រងខ្លួនឯងបានគ្រប់គ្រងហាងយើងបានអញ្ចឹងយើងខ្លាំងណាយើងចេញទៅហ្នឹងគឺយើងមានបទពិសោធន៍ស្រាប់បើមិនជាបងប្អូនទាំងអស់គ្នារៀនចេះហើយផ្នែកសក់ហ្នឹងចេះហើយបានមកចេះហ្នឹងតែបទពិសោធន៍យើងអត់មានគឺយើងខ្សោយបានន័យថាយើងខ្សោយយើងមិនអាចចេញទៅបានទេយើងចេញទៅបានគាត់ថាយើងបើកឲ្យមានតែបងប្អូនចាំទុកយើងចេញទៅបានបើកឧទាហរណ៍ថាយើងរៀនបាន3ខែ6ខែហ្នឹងចេញទៅបើកភ្លាមខ្លួនឯងហ្នឹងគឺមិនយូរមិនឆាប់ទេបងប្អូនទាំងអស់គ្នានឹងខ្សោយបើមិនជាយើងទៅស៊ីភាគរយគេយើងលួចមើលគេលួចមើលឯងអញ្ចឹងយើងបានចំណេះកាន់តែខ្លាំងណាអញ្ចឹងបានបទពិសោធន៍ដែលខ្ញុំឆ្លងកាត់ហ្នឹងគឺទាមទារឲ្យបងប្អូនទាំងអស់គ្នាហ្នឹងទៅកាត់ស៊ីភាគរយគេហ្នឹងឯងយើងចំណាយពេល1ឆ្នាំទៅ2ឆ្នាំអីទៅត្រឹម2ឆ្នាំមកបានហើយបើសិនជាបងប្អូនមានគោលដៅបើខ្លួនឯងត្រឹម1ឆ្នាំក៏បានដែរឲ្យបងប្អូនឆ្លៀសវៃឆ្លាតប៉កែហ្នឹងហើយមិនមែនប្រកាសថាគ្រប់ជាងកាត់សក់ទាំងអស់គឺយើងត្រូវចំណាយពេល2ឆ្នាំគ្រប់គ្នាទេអញ្ចឹងណាបើសិនជាបងប្អូនចេញទៅទាំងអត់មានប័ណ្ណពិសោធន៍បងប្អូនទាំងអស់គ្នាគ្រោះថ្នាក់បើសិនជាបងប្អូនទាំងអស់គ្នាបញ្ចប់អាការសិក្សា3ខែ6ខែហ្នឹងហើយបងប្អូនទាំងអស់គ្នាយល់ល្អកុំតាន់អាចេញទៅបើកហាងខ្លួនឯងអីវាគ្រោះថ្នាក់ណាស់អញ្ចឹងហើយបានខ្ញុំដាស់តឿនជាងដែលគាត់មករៀនជាមួយខ្ញុំហ្នឹងឥឡូវខ្ញុំស្រាវចម្ងល់បងដែលគាត់សួររួចរាល់ហើយអញ្ចឹងបើសិនជាបងចូលប្រឡូកខាងវិស័យសក់ហ្នឹងគឺបងចំណាយពេលវេលាចាប់ពី3ខែដល់6ខែក្នុងការរៀនកាន់កត្រៃកាន់ក្រាស់និងចែកសក់នៃក្បាលហើយបន្ទាប់ដែលយើងបញ្ចប់អាការសិក្សាមេរៀនហ្នឹងហើយយើងត្រូវយកបទពិសោធន៍ចន្លោះពី6ខែ1ឆ្នាំទៅ2ឆ្នាំបានយើងអាចចេញទៅបើកហាងខ្លួនឯងបានហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នា